រឿងនេះគឺជារឿងពិតដែលបានកើតឡើងចំពោះបងធរបងធរនៅក្នុងបន្ទប់ជួលតែ2នាក់នៅក្នុងក្រុមហ៊ុនមួយមានបុគ្គលិក2នាក់ដែលចូលធ្វើការជាមួយគ្នាហើយម្នាក់នៅស្រុកផ្សេងម្នាក់ទៀតនៅស្រុកផ្សេងនិយាយរួមទៅគឺស្រុកនៅជាប់គ្នាក៏ប៉ុន្តែដល់ពេលធ្វើការហ្នឹងគឺទៅធ្វើការនៅក្នុងក្រុមហ៊ុនមួយនៅក្នុងស្រុកជាមួយគ្នាធ្វើការយូរទៅអ្នកទាំងពីរនាក់ក៏បានស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយក៏បានសន្យានឹងគ្នានឹងរាប់អានគ្នាដូចបងដូចប្អូនចឹងសរុបមកវិញគឺគេទាំងពីរនាក់សម្រេចថាធ្វើជាបងធွာហើយនឹងប្អូនធွာលុះធ្វើការយូរទៅប្រហែលជា1ឆ្នាំចឹងប្អូនស្រីធွာគេក៏បានសុំបងធွာនឹងរៀបការនិយាយរួមទៅគឺរៀបការជាមួយសង្សាររបស់គេចឹងពេលដែលរៀបការហ្នឹងគឺបងធွာហ្នឹងទៅជួយសពជួយគ្រប់ជួយការតលតាប់ចង់ចាប់ដើមពីព្រោះអ្នកទាំងពីរនាក់ប្រៀបដូចជាបងដូចជាប្អូនដល់ចឹងទៅគឺជួយការពេញដៃពេញជើងលុះយូរទៅបងធွာស្រីហ្នឹងគាត់ក៏មានទីពោះហើយសម្រាប់បានកូនប្រុសមួយបន្ទាប់មកទៀតប្តីរបស់នាងគាត់ធ្វើការនៅឆ្ងាយដល់ពេលអញ្ចឹងទៅគាត់យូរមកផ្ទះម្ដងអញ្ចឹងធ្វើឲ្យនាងនឹងនឹកឃើញជួមាត់ចង់ដែរតែមិនដឹងធ្វើម៉េចព្រោះប្តីនៅឆ្ងាយចៃដន្យអីបងប្រុសធွာរបស់នាងក៏បានជួលបន្ទប់សម្រាប់ស្នាក់នៅខាងក្រោយផ្ទះរបស់នាងផ្ទាល់តែម្ដងនិយាយចំបន្ទប់ជួលនឹងគឺជាបន្ទប់របស់បងស្រីរបស់នាងលុះយូរទៅអ្នកទាំងពីរក៏បានឆាតសួរសុខទុក្ខឆាតលេងបង្កើតភាពស្និទ្ធស្នាលក្រៅពីនោះគេក៏បានបបួលគ្នានិយាយរឿងស៊ីអារម្មណ៍និយាយរឿងរំជើបរំជួលនិយាយរឿងក្តៅសាច់ម្នាក់និយាយតែរឿងស៊ីជម្រៅនិយាយចំទៅគឺនិយាយអស់គេអស់ខ្មាស់ក៏ប៉ុន្តែរឿងហ្នឹងគឺមិនបានបែកខ្ចាយទៅណាទេគឺដឹងតែបងធွာនិងប្អូនធွာតែពីរនាក់ប៉ុណ្ណឹងពីព្រោះពេលដែលឆាតរួចគឺពួកគេលុបចោលទាំងអស់ដើម្បីបំបត្តិភស្តុតាងថ្ងៃមួយនាងមានការឆ្លោះទាស់ទែងជាមួយប្តីរបស់នាងដោយសារតែប្តីរបស់នាងមានស្រីហើយគាត់អត់ដែលបានមកផ្ទះទេអស់រយៈកាល2ខែ3ខែមកហើយដល់អញ្ចឹងនាងក៏ជជែកវិជ្ជញែកពិភាក្សាជាមួយបងធွာថាហេតុអីបានជាប្តីរបស់នាងមានស្រីបងធွာរបស់នាងក៏និយាយថាបើសិនជាប្តីអូនឯងមានស្រីអញ្ចឹងអូនឯងមានប្រុសវិញទៅចាំស្មើគ្នាពេលនោះគេក៏ភ្ញាក់ខ្លួនព្រឹកមែនvậyបើសិនជាគេមានស្រីយើងមានប្រុសវិញទៅក៏ប៉ុន្តែគិតថាទៅរកប្រុសឯណារកពីណាដែលយើងទុកចិត្តបើសិនជាបែកខ្ចាយបែកឃ្លារឿងសម្ងាត់រឿងនេះអញ្ចឹងអ្នកដែលប៉ះពាល់គឺគាត់ហើយនឹងប្តីរបស់គាត់គិតចុះគិតឡើងបងធွာក៏និយាយថាឥឡូវជាមួយបងបដ ாய் ទៅប្រុសបងក៏នៅទំនេរអបសុកណាស់ពេលខ្លះនឹកឃើញចង់ដែរតែមិនដឹងទៅរយណាចឹងហើយបងធွာក៏នឹកឃើញភ្ញាក់ខ្លួនព្រឹតម្យ៉ាងដែរvậyយើងជាបងប្អូនធွာនឹងគ្នាស្រឡាញ់រាប់អានគ្នាទុកចិត្តគ្នាមានរឿងអីជជែកជាមួយគ្នាអស់អាចអស់នោមគិតចប់សពគ្រប់នាងក៏បានសម្រេចចិត្តថាតើពេលណាបងទំនេរតើពេលណាយើងអាចសាកល្បងជាមួយគ្នាបានខាងបងធွာរបស់នាងក៏គិតថាសម្រាប់បងគឺទំនេររហូតមានពេលរហូតហើយម្យ៉ាងទៀតបងក៏នៅចិត្តផ្ទះអូនឯងដែរនៅខាងក្រោយផ្ទះអូនឯងចំតែម្ដងអញ្ចឹងពេលណាដែលមានឱកាសល្អអូនឯងអាចមកបន្ទប់បងបានបងស្វាគមន៍ពេលនោះហើយនាងក៏លេឡកពេលវេលាហើយនឹងបានណាត់ជាមួយបងប្រុសបងធွာរបស់នាងឲ្យត្រៀមពេលត្រៀមវេលាត្រៀមកម្លាំងកាយកម្លាំងចិត្តនិងត្រៀមកម្លាំងប្រតិបត្តិការលុះថ្ងៃមួយនាងក៏បានជួបជាមួយបងធွာនាងផ្ទាល់ដោយសារតែធ្វើការជាមួយគ្នាអញ្ចឹងឱកាសជួបគ្នាក៏កាន់តែច្រើនហើយក៏បានណាត់គ្នាថាឥឡូវយប់នេះបងមានពេលអត់អញ្ចឹងបើថាមានពេលអូននឹងទៅរកដល់បន្ទប់បងធွာថាអូខេឥឡូវមកប្រហែលគឺប្រហែលជាម៉ោង12ឬក៏ម៉ោង1អំឡុងអាទិត្យបន្ទាប់មកទៀតបងធွာក៏សួរថាចុះអូនឯងធ្វើម៉េចចេញមករួចធ្វើយ៉ាងម៉េចអត់ខ្លាចអ្នកផ្ទះដឹងទេគាត់និយាយថាបន្ទប់ទឹកនៅខាងក្រោយអ្នកផ្ទះគាត់អត់ចាប់អារម្មណ៍ទេអញ្ចឹងអូន
ថាអូនទៅបន្ទប់ទឹកផ្លេតទៅគឺរួចរាល់ហើយចឹងក៏សម្រេចតាមនឹងចុះលុះដល់ម៉ោង1រំលងត្រៀតចំពេលដែលណាត់គ្នាចឹងបងធွာក៏បានតាក់ទងទៅបងធွာឲ្យបើកទ្វារពេលនោះបងធွာរបស់នាងក៏ស្វាគមន៍នឹងរៀបចំស្រួលបួលអស់សពគ្រប់ហើយដោយសារតែបានណាត់គ្នាតាំងពីថ្ងៃមកម្លេះពេលនោះដោយសារតែពេលវេលាបង្ខំពេលវេលាប្រញាប់ចឹងអ្នកទាំងពីរក៏មិនបាននៅរកចាំយូរដែរចូលទៅភ្លាមគឺចាប់ដើមប្រតិបត្តិការភ្លាមអញ្ចឹងដោយសារតែបងធွာរបស់គាត់នឹងរូបរាងស្អាតមាត់ធំលំបងខៃខ្ពស់អញ្ចឹងពេលដែលមើលឲ្យស្ទើរបស់នាងគឺអស់ទាស់ហ្មងគឺធំគួរឲ្យចង់ហូបបងធွာក៏សួរថាអាយ៉ាឲ្យស្ទើរបស់អូនហេតុអីក៏ធំដល់ម្លេះពេលនោះនាងក៏និយាយថាចុះបងឯងមិនមើលមាត់អូនមាត់អូនធំប៉ុណ្ណាបើមាត់អូនធំឲ្យស្ទើអូនក៏ធំដូចគ្នាបើមាត់តូចឲ្យស្ទើក៏តូចដូចគ្នាវាមិនខុសគ្នាអីប្រហែលទេបងអើយបងមើលតែរូបរាងមនុស្សស្រីទៅរូបរាងធំរបស់ធំរូបរាងតូចរបស់តូចមិនបាច់ឆ្ងល់ច្រើនទេបន្ទាប់មកអ្នកទាំងពីរក៏ចាប់ផ្ដើមប្រតិបត្តិការបបោះអង្អែលសងខាងពេលនោះឲ្យស្ទើរបស់ប្អូនធွာក៏ចាប់ផ្ដើមសើមហើយនឹងមើលទៅគួរឲ្យចង់ហូបបន្ទាប់មកបងធွာក៏ចាប់ផ្ដើមប្រតិបត្តិការហើយនាងដោយសារតែខកខានយូរប្តីនៅឆ្ងាយពេលនោះនាងមានអារម្មណ៍ខ្លាំងចង់ខ្លាំងបំផុតហើយទឹកក្រំអិលហើយខ្លាញ់ជ្រូកក៏ចេញមកបណ្ដើនឹងស្រក់ប្រឡាក់នៅលើពុកមួយសន្ទុះក្រោយមកប្រហែលជាកន្លះម៉ោងអ្នកទាំងពីរក៏រួចរាល់អញ្ចឹងបងធွာក៏បាននិយាយថាអស់ទាស់ឆ្ងាញ់ណាស់របស់អូនគឺពិតជាឆ្ងាញ់មែនហើយបើសិនជាថ្ងៃណាមួយអូនមានបញ្ហាអីអូនចង់អូនអាចមករកបងបានព្រោះផ្ទះយើងនៅក្បែរគ្នាអញ្ចឹងបានអ្នកទាំងពីរក៏បាននិយាយសន្យាគ្នារួចហើយក៏បានបែកគ្នាលុះក្រោយមកអ្នកទាំងពីរក៏បានឆាតតាម Telegram ផងតាម Messenger ផងបបួលគ្នានិយាយតែរឿងស៊ីអារម្មណ៍និយាយតែរឿងក្តៅខ្លួននិយាយចង់បានក្បាច់មិនអីមិនគឺនិយាយមិនលាក់លៀមគ្នាទេនិយាយរួមទៅគឺដូចជាប្តីដូចជាប្រពន្ធអញ្ចឹងក្រោយមកទៀតពេលដែលនាងចង់នាងក៏ទៅរកបងធွာជារឿយគេទាំងពីរបានតាក់ទងគ្នាលុចលាក់អស់រយៈកាលប្រហែលជា1ឆ្នាំអញ្ចឹងពេលណាដែរប្តីរបស់នាងអត់មកផ្ទះគឺនាងតែងតែរកបងធွာរហូតតែបើពេលប្តីមកផ្ទះគឺនាងមិនដែលបានទៅរកបងធွာទេជាពិសេសបើថ្ងៃណាឆ្លោះគ្នាជាមួយប្តីគឺគាត់ក្តៅរលរាខ្លាំងចង់ឲ្យបងប្រុសបងធွာជួយតែម្ដងលុះក្រោយមកទៀតស្រាប់តែនាងប្រាប់បងធွာថាបងឥឡូវអូនមានគោះហើយក៏ប៉ុន្តែអូនក៏មិនប្រកាសថាជាកូនរបស់បងឬកូនរបស់ប្តីអូនទេឥឡូវគិតមិនបងធွာក៏និយាយថាចុះកាលមុនហ្នឹងប្តីរបស់អូនមកផ្ទះតើគិតមកមួយខែគិតមក3 4 ដងដែរអញ្ចឹងគ្មានអ្វីចម្លែកទេអញ្ចឹងកូននឹងទោះបីជាកូនរបស់បងក៏ប្តីរបស់អូនគាត់អត់ចាប់អារម្មណ៍ដែរពីព្រោះគាត់គិតថាពេលគាត់មកផ្ទះហ្នឹងគាត់ក៏បាននៅជាមួយអូនហើយគាត់ក៏គិតថាជាកូនរបស់គាត់អូនធន់និយាយថាបងកាពិតទៅកូននេះគឺអូនមានមុនតែប្តីអូនមកទៀតក៏ប៉ុន្តែអូនមិនដឹងដោះស្រាយមិនក៏សម្រេចចិត្តហៅប្តីរបស់អូនហ្នឹងឲ្យគាត់មកផ្ទះឲ្យគាត់មកញឹកញាប់មកដើម្បីកុំឲ្យគាត់ហ្នឹងសង្ស័យថាអូននឹងមានក្រៅមានអីចឹងណាពេលនោះបងធွာក៏បានអង្វរបងធွာឲ្យជួយលាក់បាំងរឿងរវាងគេហើយនឹងបងធွာរបស់នាងកុំឲ្យបែកធ្លាយកុំឲ្យបែកខ្ចាយពីព្រោះវាអាចប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះទាំងក្រុមគ្រួសារនាងក៏ដូចជាកន្លែងធ្វើការងាររបស់នាងហើយនឹងបងធွာរបស់នាងមួយរយៈក្រោយមកនាងក៏បានសម្រាលកូនស្រីលុះពេលដែលកូនធំឡើងអញ្ចឹងប្តីរបស់នាងអត់សូវមកផ្ទះទេហើយនាងក៏បានទៅរកបងធွာនាងដូចរដងទៀតពីព្រោះបងប៉ុន្តែពេលនោះបងធွာរបស់នាងក៏សួរថាហេតុអីបានជាអូននៅតែមករកបងហើយហ៊ានលាក់លៀមជាមួយប្តីអូនពេលនោះបងធွာក៏និយាយថាបង
ប្តីអូនមានស្រីចឹងគេចង់គេអាចទៅរកអ្នកផ្សេងចឹងអូនក៏ចង់ដូចគ្នាចឹងគ្មានអ្នកណាជួយបានក្រៅពីបងទេពីព្រោះយើងទាំងពីរគឺប្រៀបដូចជាប្តីប្រពន្ធរួចមកហើយពេលនោះបងធំមិនដឹងប្រកែកយ៉ាងម៉េចក៏សម្រេចចិត្តថាបន្តទៀតទៅពីព្រោះអាណិតប្អូនបើសិនជាបងធំមិនព្រមនៅជាមួយនាងទេនាងនឹងទៅរកអ្នកផ្សេងចឹងធ្វើឲ្យរឿងរបស់នាងកាន់តែបែកធ្លាយកាន់តែអាសោចចឹងក៏សម្រេចចិត្តថាជួយប្អូនម្ដងទៀតទៅរយៈពេលបងធំជាមួយប្អូនធំនៅជាមួយគ្នាប្រហែលជា3ទៅ4ឆ្នាំគឺពួកគេធ្វើជាមួយគ្នាជារឿយពេលខ្លះមួយអាទិត្យ3ដងមួយអាទិត្យ2ដងឬខែខ្លះទៀតមួយអាទិត្យ4ដងប៉ុន្តែពេលនោះនាងបានលេបថ្នាំពញាទៅហើយចឹងមិនអាចមានកូនបានទៀតទេដោយសារតែនាងខ្លាចធ្លោយដោយកូនមុនលុះក្រោយមកពួកគេទាំងពីរក៏បានព្រមព្រៀងគ្នាឥឡូវដោយសារតែយើងធ្លាប់បាននៅជាមួយគ្នាធ្លាប់ស្គាល់គ្នាអស់ហើយចឹងមានទុករួមទុកមានសុខរួមសុខចឹងបងនិងអូនសម្រាប់ចិត្តគ្នាទៅនិយាយគ្នាដាច់ឆ្លាស់ទៅតែគាត់ធ្វើម៉េចពីព្រោះអីពេលដែលអូនខាងប្តីពេលដែលអូនចង់គឺអូនមករកបងចឹងប្រៀបដូចជាបងនឹងប្តីទី2របស់អូនទៅហើយចឹងអូនគិតច្បាស់មកដើម្បីឲ្យបងនឹងបានស្ងប់ចិត្តស្ងប់អារម្មណ៍ផងពេលនោះនាងគិតថាឲ្យធ្វើម៉េចឬមួយក៏បងចង់ស្អប់អូនអត់ទេបងស្អប់ទេហើយបងក៏អរគុណអូនដែរដែលអូនឲ្យបងបានហូបឲ្យស្ទើររហូតពេលនោះអ្នកទាំងពីរក៏បាននិយាយសម្រុះសម្រួលគ្នាថាឥឡូវយើងមិនបាច់គិតវែងឆ្ងាយទេរាប់អានគ្នាដូចបងដូចអូនធម្មតាមិនបាច់ចាប់អារម្មណ៍ទោះបីជាយើងធ្លាប់នៅជាមួយគ្នារាប់សិបដងហើយក៏ដោយប៉ុន្តែពេលណាដែលអូនចង់អូនសុំមករកបងឯណាហើយពេលណាដែលបងចង់បងអាចតាក់ទងអូនបានដូចគ្នាអូនស្វាគមន៍ជានិច្ចពេលនោះអ្នកទាំងពីរក៏បានប្រើបច្ចេកទេសប្រើក្បាច់ដែលខ្លួនចូលចិត្តចង់ធ្វើអ្វីក៏បានក្រោយមកទៀតប្តីរបស់នាងក៏បានសុំប្ដូរទីតាំងការងារមកនៅជិតនាងម្ដងហើយពេលនោះទំនាក់ទំនងរវាងបងធននិងប្អូនធនក៏ផ្ដាច់ចំណងតាំងពីពេលនោះមកប៉ុន្តែប្អូនធនបានណែនាំមនុស្សម្នាក់ឲ្យបងធននឹងបាននៅជាមួយពេលនោះបងធនក៏យល់ព្រមហើយគេម្នាក់នោះក៏សម្រេចចិត្តតំណែងជាមួយបងធនរបស់នាងអញ្ចឹងបងធនរបស់នាងក៏បានតំណែងស្អិតល្មួតស៊ីជម្រៅជាមួយនារីម្នាក់ទៀតដែលជាមិត្តរួមការងារជាមួយគ្នាដែរប៉ុន្តែអ្នកទី2ហ្នឹងនារីទី2ហ្នឹងគឺអត់ដឹងទេអត់ដឹងរវាងរឿងបងធននិងប្អូនធននឹងមិនជាមួយគ្នាទេហើយបងធនរបស់នាងក៏រស់នៅជាមួយនារីម្នាក់ទៀតដោយលាក់លៀមដូចគ្នាមិនយូរប៉ុន្មានពួកគេទាំង3នាក់ក៏បានបែងចែកបែកគ្នាពីការងារដោយអ្នកផ្សេងធ្វើការងារផ្សេងអ្នកផ្សេងធ្វើការងារផ្សេងគ្នាអញ្ចឹងពួកគេទាំង3នាក់មិនដែលបានជួបគ្នាទៀតឡើយបងធននិងប្អូនធនក៏បែកគ្នាមួយរយៈចំណែកបងធនរបស់នាងគឺមានគ្រួសាររៀបការជាមួយនារីដែលប្អូនធនបានណែនាំឲ្យហើយប្អូនធនក៏បានរស់នៅជួបជុំប្តីហើយនឹងកូនរបស់នាងនៅពេលណាមានឱកាសពួកគេតែងតែមកជួបជុំគ្នាស្នេហ៍ស្នាលនិយាយគ្នាលេងប៉ុន្តែរឿងរ៉ាវដែលបងធនប្អូនធនគឺប្រពន្ធហើយនឹងប្តីរៀងខ្លួនហ្នឹងគឺអត់ដឹងទេអត់ដឹងសោះតែម្ដងរឿងរ៉ាវរបស់បងធននិងប្អូនធនសូមបញ្ចប់ត្រឹមនឹងចុះបើបងប្អូនចង់ដឹងនៅរឿងរ៉ាវពិតសូមបងប្អូនជួយចុច like subscribe ហើយនឹងដាក់រូបដំណឹងអ្នកមួយផងដើម្បីតាមដានរឿងរំជើបរំជួលរឿងស៊ីអារម្មណ៍ហើយនឹងរឿងពិតដែល admin បានជួបប្រទះនឹងលើកឡើងមកនិយាយមកនិទានឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់សូមអរគុណ